ដែលឡាយព័ត៌មានជាបន្តមានពិធីឡើងគេហដ្ឋានថ្មីនិងប្រគល់ផ្ទះសន្តិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន2គ្រួសារនៅក្នុងឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រីនៅថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2014គម្រោងព្រះពុទ្ធសាសនានិងសង្គមនៃសមាគមជីវិតនិងក្តីសង្ឃឹមប្រារព្ធពិធីឡើងគេហដ្ឋានថ្មីនិងប្រគល់ផ្ទះសន្តិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន2គ្រួសារដែលស្ថិតនៅក្នុងភូមិព្រៃឃុំខ្នារសណ្ដាយស្រុកបន្ទាយស្រីខេត្តសៀមរាបបន្ទាប់ពីការសាងសង់រួចរាល់រយៈពេល3ថ្ងៃកន្លងទៅនៅក្នុងឱកាសពិធីឡើងគេហដ្ឋានថ្មីនិងប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន2គ្រួសារនោះដែរក៏មានវត្តមានចូលរួមសំណាក់លោកសូសុនអភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រីព្រមទាំងមេឃុំមេភូមិបងប្អូនប្រជាពលរដ្ឋសប្បុរសជនជាពិសេសពីសំណាក់ព្រះសង្ឃគ្រប់ព្រះអង្គដែលបាននិមន្តមកពីគ្រប់បណ្ដាវត្តនៅក្នុងខេត្តសៀមរាបជាច្រើនអង្គដែលបានចូលរួមយ៉ាងសកម្មផងដែរនៅក្នុងពិធីសូត្រមន្តឡើងគេហដ្ឋានថ្មីនិងប្រគល់ជូនក្រុមគ្រួសារក្រីក្រព្រះមហាអ៊ីណុលប្រធានកម្មវិធីនៃសមាគមជីវិតនិងក្តីសង្ឃឹមបានរំលឹកឡើងវិញនូវកិច្ចសន្យាដែលគ្រួសារបានដាក់លក្ខខណ្ឌជាមួយនឹងសមាគមរីឯខ្លឹមសារនៅក្នុងកិច្ចសន្យានោះមានការមិនប្រើប្រាស់នៅគ្រឿងស្រវឹងគ្រឿងញៀនការមិនប្រើប្រាស់នៅអំពើហិង្សាក្នុងគ្រួសារខិតខំបញ្ជូនកូនឲ្យទៅសាលារៀនជាដើមប្រដេជគុណក៏បានផ្ដល់នៅដំបូន្មានដល់ក្រុមគ្រួសារឲ្យខិតខំកសាងនៅអំពើល្អនៅក្នុងសង្គមនិងរស់នៅប្រកបទៅដោយព្រហ្មវិហារធម៌គ្មានអំពើហិង្សាឲ្យសមទៅជាអ្នករស់នៅក្នុងផ្ទះសន្តិភាពជាពិសេសសូមឲ្យបងប្រុសនិងបងស្រីដែលទទួលបានផ្ទះពីសមាគមសូមខិតខំបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់កូនរបស់ខ្លួននៅក្នុងឱកាសនៃពិធីប្រគល់ផ្ទះសន្តិភាពទី77 78នោះដែរលោកសូសុនក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមជីវិតនិងក្តីសង្ឃឹមដែលបានយកប្រតិយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលគ្មានទីជម្រកគ្មានទីពឹងជាដើមនេះលោកបានបន្តថាស្ថិតនៅក្នុងឱកាសដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានសម្រាប់ស្រុកបន្ទាយស្រីនេះនៅក្នុងនាមលោកជាគណៈអភិបាលស្រុកសូមមានសេចក្តីរំភើបរីករាយជាក្រៃលែងដែលបានឃើញនៅសមិទ្ធផលយ៉ាងពិតប្រាកដដែលធ្វើឡើងដោយព្រះសង្ឃសប្បុរសជននិងការរួមសាមគ្គីគ្នារបស់បងប្អូនប្រជាពលរដ្ឋហើយបានសាងសង់ផ្ទះសន្តិភាព2ខ្នងនេះតែរយៈពេល3ថ្ងៃតែប៉ុណ្ណោះហើយក៏បានប្រារព្ធពិធីឡើងគេហដ្ឋានតាមប្រពៃណីខ្មែររបស់យើងនៅក្នុងទឹកមុខដ៏រីករាយលោកអភិបាលស្រុកនោះដែរក៏បានបញ្ជាក់ឲ្យឃើញថាការចូលរួមដ៏មានតម្លៃរបស់លោកនឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបបានដឹងកាន់តែច្បាស់អំពីការរួមសាមគ្គីចេះជួយគ្នាយោគយល់គ្នាជាពិសេសគឺការប្រស្រ័យតាក់ទងគ្នាដូចជាបងប្អូនគ្មាននៅអំពើហិង្សានៅក្នុងមូលដ្ឋានគ្មានចរកម្មគ្មានក្មេងទំនើងគ្មានការផលិតនិងចែកចាយនៅសារធាតុញៀនខុសច្បាប់លោកអភិបាលស្រុកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនអូស្ត្រាលីដែលបានឆ្លងដែនមកពីចម្ងាយនាំយកផ្ទះសន្តិភាពចំនួន2ខ្នងនេះជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបន្ទាយស្រីរបស់លោកនាពេលនេះនៅក្នុងនោះដែរលោកក៏បានមានប្រសាសន៍សង្កត់ធ្ងន់ចំពោះគ្រួសារដែលបានទទួលផ្ទះសន្តិភាពទាំងពីរគ្រួសារគឺត្រូវគោរពទៅតាមលក្ខខណ្ឌដែលបានធ្វើកិច្ចសន្យាជាមួយនឹងសមាគមធ្វើយ៉ាងណាត្រូវថែរក្សាផ្ទះសម្បែងត្រូវបញ្ជូនកូនឲ្យទៅរៀនសូត្រឈប់សេពគប់សូរ៉ាគ្មានអំពើហិង្សានៅក្នុងគ្រួសារ